ពាក្យដែលយើងរៀននៅក្នុងវីដេអូនេះគឺជាពាក្យ destination destination ហើយវាគឺជា noun នៅទីនេះខ្ញុំមានឧទាហរណ៍ពីរដែលជួយឲ្យបងប្អូនយល់ពីពាក្យនេះបាន My dream destination is Japan because I want to see the cherry blossoms ប្រយោគទី1នេះគេនិយាយថាគោលដៅឬក៏កន្លែងដើរលេងក្នុងក្តីសម័យរបស់ខ្ញុំគឺប្រទេសជប៉ុនពីព្រោះខ្ញុំចង់ឃើញ cherry blossoms cherry blossoms ហ្នឹងជាពាក្យភាសាអង់គ្លេសប៉ុន្តែនៅជប៉ុនគេអត់ប្រើពាក្យ cherry blossoms ហ្នឹងទេគេប្រើពាក្យភាសារបស់គេគឺ sakura ចឹង cherry blossoms ហ្នឹងគឺ sakura ហ្នឹងហើយផ្កានៅរូបភាពនេះចឹងណា Many tourists save money for years to visit their favorite destination គេថាអ្នកទេសចរជាច្រើនសន្សំលុយរាប់ឆ្នាំដើម្បីទៅទស្សនាទីកន្លែងដើរលេងឬក៏គោលដៅដើរលេងដែលពួកគេចូលចិត្តចាំពាក្យរបស់យើងគឺ destination បងប្អូនសាកយកពាក្យនឹងបង្កើតជាប្រយោគមួយមកណាហើយ comment ក្នុងវីដេអូនេះមកពាក្យភាសាអង់គ្លេសនៅក្នុងវីដេអូនេះគឺជាពាក្យ journey យើងអានមានសំឡេងពីរណា ហើយ journey ពាក្យនេះគឺជា noun នៅទីនេះខ្ញុំមានឧទាហរណ៍ពីរដែលជួយឲ្យបងប្អូនយល់ពីអត្ថន័យនៃពាក្យហ្នឹងបាន The journey from the city to the mountains took 5 hours គេថាការធ្វើដំណើរចេញពីទីក្រុងទៅកាន់តំបន់ភ្នំគឺចំណាយពេល5ម៉ោងអូខេពាក្យហ្នឹងគឺ journey We played games on the bus to make the journey more enjoyable ពួកយើងលេង game ផ្សេងឬក៏ល្បែងកម្សាន្តផ្សេងនៅលើឡានក្រុងដើម្បីធ្វើឲ្យដំណើរកម្សាន្តរបស់ពួកយើងកាន់តែសប្បាយរីករាយជាងនឹងទៀតចឹងពាក្យ journey នេះយើងចង់សំដៅទៅការធ្វើដំណើរអាចជាការធ្វើដំណើរកម្សាន្តឬក៏ធ្វើដំណើរក្នុងគោលដៅណាមួយក៏ដោយឲ្យតែយើងធ្វើដំណើរយើងអាចប្រើពាក្យនឹងបានណា journey បងប្អូនសាកយកពាក្យ journey ហ្នឹងបង្កើតជាប្រយោគមួយណាហើយ comment ក្នុងវីដេអូនេះមកពាក្យភាសាអង់គ្លេសសម្រាប់វីដេអូនេះគឺ itinerary អូខេចឹងមាន 3-4 សំឡេងនៅក្នុងហ្នឹងណាចឹងបងប្អូនអានប្រយ័ត្នទៅ itinerary Our itinerary included visits to 3 museums and 2 famous beachesគេថា itinerary របស់យើងគឺរួមបញ្ចូលការទៅទស្សនាសារមន្ទីរចំនួន3ហើយទៅឆ្នេរសមុទ្រដែលមានភាពល្បីល្បាញចំនួន2តាមរយៈប៉ុណ្ណឹងតើបងប្អូនអាចកាត់ន័យយល់បានទេថាពាក្យ itinerary នឹងមានន័យថាម៉េច itinerary នឹងគឺមានន័យថាគម្រោងដើរលេងទៅកន្លែងណាមួយអញ្ចឹងណាឧទាហរណ៍យើងទៅតំបន់កម្សាន្តណាមួយហើយយើងរៀបគម្រោងថាទៅណាខ្លះគេហៅថា itinerary ហើយសួរថាគម្រោងហ្នឹងត្រូវតែអនុវត្ត 100% ទេអត់ទេពេលខ្លះក៏យើងខកខានបានទៅកន្លែងណាមួយដែរវាគ្រាន់តែជាការគិតមុនពេលធ្វើដំណើរអញ្ចឹងណា Our tour guide gave everyone a copy of the itinerary before we left គេថាមគ្គុទ្ទេសក៍ដំណើរទេសចររបស់ពួកយើងបានឲ្យមនុស្សគ្រប់គ្នានៅសំណើនៃគម្រោងដើរកម្សាន្តមួយមុនពេលដែលពួកយើងចេញដំណើរចុងឧទាហរណ៍គេមានកាលវិភាគអញ្ចឹងត្រូវទៅណាទៅណីអញ្ចឹងទៅគេចែកម្នាក់មួយអញ្ចឹងណាហើយឲ្យយើងយកអីមួយទៅ copy ចែកច្រើនគ្នាហ្នឹងភាសាអង់គ្លេសគេប្រើពាក្យ copy ហ្នឹងមានន័យថាឲ្យមកច្បាប់ន័យគឺអញ្ចឹងណាចឹងពាក្យរបស់យើងគឺ itinerary បងប្អូនសាកបង្កើតប្រយោគមួយមកហើយសរសេរជាភាសាអង់គ្លេសប្រើពាក្យ itinerary ហ្នឹង comment ក្នុងវីដេអូនេះពាក្យភាសាអង់គ្លេសសម្រាប់វីដេអូនេះគឺ accommodation ហើយវាគឺជា noun ណាចឹងយើងអានមាន 3-4 សំឡេងនៅទីនេះ accommodation okay accommodation We found comfortable accommodation near the train station We found ពួកយើងបានរកឃើញ accommodation មួយដែលមានផាសុកភាព comfortable នៅជិតស្ថានីយ៍រថភ្លើង
aiស្វែងយល់នៃដឹងបានទេបងប្អូនថាពាក្យ accommodation មានន័យថាម៉េចខ្ញុំជឿថាបងប្អូនប្រហែលជាអាចកាត់ន័យយល់ដឹងថានៅទីនេះនិយាយសំដៅទៅរឿងសន្តាគារឬក៏ផ្ទះសំណាក់អីចឹងណាហើយន័យវាគឺទៅទិសដៅហ្នឹងមែនពាក្យ accommodation នេះគឺមានន័យថាកន្លែងស្នាក់នៅគេអត់សំដៅប្រកាសទេថាជាប្រភេទម៉េចប៉ុន្តែនិយាយជាលក្ខណៈរួមណា accommodation កន្លែងស្នាក់នៅ Good accommodation can make a vacation much more relaxing គេថាកន្លែងស្នាក់នៅមួយដែលល្អគឺអាចជួយធ្វើឲ្យវិស្សមការហ្នឹងកាន់តែមានភាពសម្រាកស្រួលខ្លួនទៀតចឹងយើងទៅវិស្សមការជាទូទៅគឺដើម្បីលំហែទៅធ្វើឲ្យស្រួលខ្លួននេះចឹងណាចឹងន័យគឺបែបហ្នឹងយើងត្រូវការកន្លែងស្នាក់នៅមួយដែលល្អហើយវានឹងជួយធ្វើឲ្យយើងលំហែអារម្មណ៍ហ្នឹងបានកាន់តែប្រសើរទៀតចឹងពាក្យរបស់យើងគឺពាក្យ accommodation បងប្អូនសាកយកពាក្យហ្នឹងបង្កើតជាប្រយោគពេញមួយមក common computer នេះពាក្យភាសាអង់គ្លេសរបស់យើងនៅទីនេះគឺ reservation ចឹងមាន4សំឡេងណា reservation អូខេ reservation របៀបដែលខ្ញុំអានខ្ញុំអត់សូវចូលចិត្តកាច់តង់កាច់អីច្រើនពេកទេពីព្រោះថាអាហ្នឹងអត់សំខាន់ទេសំខាន់បងប្អូនអានឲ្យគេយល់ទៅជាការបញ្ចេញសំឡេងត្រឹមត្រូវណា reservation ចង់តង់យើងតង់អីក៏បានអត់សំខាន់ទេតង់ចក្រភពអង់គ្លេសតង់អាមេរិកាំងតង់ឥណ្ឌាតង់វៀតណាមតង់ស្អីអត់សំខាន់ទាំងអស់សំខាន់គេយល់អត់អាហ្នឹងមិនជារឿងសំខាន់ចឹងបញ្ចេញសំឡេងទៅមាន4សំឡេងណា reservation okay I made a hotel reservation online a month before my trip ខ្ញុំបានធ្វើ reservation នៅសន្តាគារមួយហើយធ្វើតាមអ៊ីនធឺណិត online មួយខែមុនពេលដំណើរកម្សាន្តរបស់ខ្ញុំចាំបងប្អូនអាចកាត់ន័យយល់តើពាក្យ reservation នោះមានន័យថាម៉េចពាក្យនេះគឺមានន័យថាការកក់អូខេកក់នៅទីនេះគឺកក់សន្តាគារនេះ hotel reservation ពាក្យនេះតាមពិតគឺជាពាក្យមួយកម្រិតរៀងខ្ពស់តិចណាបើសាមញ្ញគេមិនសូវប្រើពាក្យ reservation ហ្នឹងទេគេប្រើពាក្យ booking សភៅនោះតែទៅសេមួយ ing booking អូខេក៏មានន័យថា reservation ហ្នឹងដែរ Without a reservation it was difficult to find a room during the holiday season គេថាបើសិនជាអត់មានការកក់ទុកជាមុនទេគឺវាពិបាកណាស់ក្នុងការស្វែងរកបន្ទប់មួយនៅក្នុងរដូវដែលគេធ្វើវិស្សមការឈប់សម្រាកច្រើនចុងពាក្យរបស់យើងនៅទីនេះគឺពាក្យ reservation ណាបងប្អូនសាកបង្កើតជាប្រយោគមួយមកយកពាក្យហ្នឹងហើយទៅសេក្រុមវីដេអូនេះមកពាក្យភាសាអង់គ្លេសរបស់យើងនៅទីនេះគឺជាពាក្យ departure ពាក្យនេះយើងអានមាន3សំឡេងណា departure ពាក្យនេះគឺជា noun Our departure was delayed because of heavy rain. Everyone waited patiently at the airport for more information. គេថា departure របស់ពួកយើងត្រូវបានពន្យាពេលដោយសារមេឃភ្លៀងខ្លាំងមនុស្សគ្រប់គ្នារងចាំយ៉ាងអត់ធ្មត់នៅអាកាសយានដ្ឋានឬក៏តារាងកប៉ាល់ហោះសម្រាប់ទទួលព័ត៌មានបន្ថែមបងប្អូនអាចកាត់ន័យយល់តើពាក្យ departure នៅទីនេះមានន័យថាម៉េចមានន័យថាការចេញដំណើរជាទូទៅពាក្យ departure ហ្នឹងបើបងប្អូនទៅអាកាសយានដ្ឋានតារាងកប៉ាល់ហោះគេច្រើនតែដាក់ជាសញ្ញាហ្មងពីព្រោះអាកាសយានដ្ឋានជាទូទៅគឺគេបែងចែកចេញជាកន្លែង2កន្លែងមួយគឺកន្លែង departureសម្រាប់អ្នកទៅហោះចេញពីអាកាសយានដ្ឋានហ្នឹងកន្លែងមួយទៀតគឺកន្លែង arrival សម្រាប់អ្នកដែលហោះមកដល់អាកាសយានដ្ឋានហ្នឹងអញ្ចឹងបើយើងត្រៀមខ្លួនដើម្បីឡើងយន្តហោះយើងទៅកន្លែង departure ប៉ុន្តែបើសិនជាយើងទៅទទួលគេមកពីណាវិញយើងទៅកន្លែង arrival អញ្ចឹងគេបែងចែកបែបហ្នឹងអញ្ចឹងនៃ departure នៅទីនេះគឺនៃការធ្វើដំណើរហោះចេញទៅអញ្ចឹងបងប្អូនសាកយកពាក្យហ្នឹង departure បង្កើតជាប្រយោគមួយណាcomment ក្នុងវីដេអូនេះមកពាក្យរបស់យើងនៅក្នុងវីដេអូនេះគឺជាពាក្យ arrival ហើយវាគឺជា noun ណា The hotel staff welcome us warmly upon our arrival គេថាបុគ្គលិកធ្វើការនៅសន្តាគារហ្នឹងស្វាគមន៍យើងយ៉ាងកក់ក្ដៅនៅពេលដែលយើង arrival មានន័យថាម៉េចបងប្អូនអរគ្នាបងប្អូនណាដឹងទេតើពាក្យហ្នឹង
វារំលឹកឲ្យបងប្អូនចងចាំពាក្យណាមួយដែលបងប្អូនធ្លាប់ចេះខ្ញុំជឿថាបងប្អូនអាចធ្លាប់ចេះពាក្យ arrive ទៅហ៎ I arrive at arrival គឺជា noun នៃពាក្យ arrive ហ្នឹងហើយដែលមានន័យថាការមកដល់ចឹងបុគ្គលិកសន្តាគារហ្នឹងស្វាគមន៍យើងយ៉ាងកក់ក្ដៅនៅពេលដែលយើងទៅដល់កន្លែងហ្នឹង arrival After our arrival we went straight to explore the city គេថាក្រោយពេលដែលយើងចុះទៅដល់ឬក៏ក្រោយពេលដែលយើងធ្វើដំណើរទៅដល់ពួកយើងបានទៅទីក្រុងដើម្បីស្វែងយល់ពីទីក្រុងហ្នឹងឬក៏ទៅដើរលេងនៅទីក្រុងហ្នឹងភ្លាមតែម្ដងកន្លែងនេះពាក្យ straight វាមានន័យថាទៅត្រង់ប៉ុន្តែបើសិនជាយើង go straight ទៅអីមួយមិនមែនមានន័យថាយើងទៅត្រង់ទៅហ្នឹងទេអាហ្នឹងគឺន័យជាលក្ខណៈន័យត្រង់ណាតែន័យនៅទីនេះគេមិនចាំបាច់និយាយថាទៅឲ្យត្រង់អញ្ចឹងទេន័យនេះគេចង់មានន័យថាទៅភ្លាមហ្មងអត់ពជាពេលយូរទេអញ្ចឹងចុះភ្លាមទៅទីក្រុងភ្លាមហ្មងដើម្បីដើរលេងស្វែងយល់ពីទីក្រុងហ្នឹងបើបងប្អូនធ្វើដំណើរទៅអាកាសយានដ្ឋានច្រើនណាតារាកប៉ាល់ហោះបងប្អូននឹងឃើញពី arrival ហ្នឹងច្រើនអញ្ចឹងអាកាសយានដ្ឋានគេបែងចែកពីរណាកន្លែង departure សម្រាប់អ្នកដែលទៅធ្វើដំណើរហោះចេញពីតារាកប៉ាល់ហោះហ្នឹងកន្លែង arrival គឺកន្លែងដែលយើងទៅទទួលបងប្អូនឬក៏ញាតិមិត្តភ័ក្តិអីដែលគាត់ចុះមកនៅកន្លែងតារាកប៉ាល់ហោះហ្នឹងអញ្ចឹងបងប្អូននឹងឃើញស្លាកសញ្ញាហ្នឹងហើយ arrival ហើយជាមួយនឹង departure ចាំមានប៉ុណ្ណឹងបងប្អូនយកពាក្យ arrival ហ្នឹងមកបង្កើតជាប្រយោគឲ្យ comment ក្នុងវីដេអូនេះមកពាក្យភាសាអង់គ្លេសរបស់យើងនៅក្នុងវីដេអូនេះគឺជាពាក្យ passport ពាក្យនេះមានសំឡេងពីរណាគឺ pass ហើយជាមួយនឹង port ប៉ុន្តែដល់ពេលគេអានចូលគ្នាទៅជា passport គេយកអានេះភ្ជាប់មក port នៅក្នុងទៀត passport ពាក្យនេះគឺជា noun Don't forget to bring your passport while traveling abroad គេថាកុំភ្លេចយកមកនៅជាមួយ passport របស់អ្នកនៅពេលដែលអ្នកធ្វើដំណើរចេញទៅក្រៅប្រទេសបងប្អូនប្រហែលជាកាត់ឲ្យយល់បានហើយត្រូវហ៎ពីព្រោះតាមពិតពាក្យ passport នេះសំឡេងស្តៀងទៅពាក្យភាសាបារាំង passport ហើយខ្មែរយើងកម្ចីពាក្យនោះមកដែរគឺពាក្យ passport ហ្នឹងយើងប្រើពាក្យហ្នឹងជាប្រចាំថ្ងៃអញ្ចឹងណាប៉ុន្តែខ្មែរយើងមានពាក្យរបស់យើងដែរគឺយើងប្រើពាក្យថាលិខិតឆ្លងដែនអូខេ passport សភៅមួយដែលគេឲ្យយើងទូចមួយកាន់ពេលដែលយើងឆ្លងដែនទៅក្រៅប្រទេសហ្នឹងដែលយើងចំណាំហៅថា passport ហ្នឹងភាសាអង់គ្លេសប្រើពាក្យហ្នឹងដែរគឺ passport The officer checked everyone's passport before they entered the country គេថាមន្ត្រីគាត់បានត្រួតពិនិត្យ passport របស់មនុស្សគ្រប់គ្នាតែម្ដងមុនពេលដែលមនុស្សគ្រប់គ្នាហ្នឹងចូលទៅប្រទេសមួយហ្នឹងចឹងត្រូវពេលយើងធ្វើដំណើរណាយើងដាក់ passport យើងឲ្យគេត្រួតពិនិត្យហើយគេមើលទៅត្រឹមត្រូវអស់ហើយមិនគេឲ្យយើងចូលប្រទេសគេចាំបងប្អូនសាកយកពាក្យនោះមកណាពាក្យ passport ហ្នឹងបង្កើតជាប្រយោគមួយមកឲ្យ comment ក្នុងវីដេអូនេះពាក្យភាសាអង់គ្លេសរបស់យើងនៅទីនេះគឺជាពាក្យ visa មានសំឡេងពីរណា visa ហើយពាក្យហ្នឹងគឺជា noun Some countries require a visa before you can enter គេថាប្រទេសមួយចំនួនទាមទារឲ្យយើងមាន visa មុនពេលដែលយើងអាចចូលទៅប្រទេសហ្នឹងបានខ្ញុំជឿបងប្អូនដឹងហើយត្រូវថា visa មានន័យថាម៉េច visa ហ្នឹងបើយើងនិយាយជាភាសាខ្មែរយើងនិយាយសាមញ្ញក៏យើងប្រើពាក្យ visa ហ្នឹងដែរអូខេប៉ុន្តែពាក្យផ្លូវការគេប្រើពាក្យថាទិដ្ឋាការអូខេទិដ្ឋាការគេថាប្រទេសមួយចំនួនទាមទារឲ្យយើងមានទិដ្ឋាការមុនពេលដែលយើងអាចចូលទៅប្រទេសហ្នឹងបានទិដ្ឋាការហ្នឹងបើសិនតែយើងនិយាយឲ្យសាមញ្ញណានិយាយមែនតើទៅដូចយើងទិញសបុតចូលទៅក្នុងប្រទេសមួយហ្នឹងអញ្ចឹងប្រទេសខ្លះគេឲ្យយើងមកទស្សនាប្រទេសគេអត់ចាំបាច់មានសបុតក៏បានដែរចូលមកឲ្យតែយើងមានលិខិតអីបញ្ជាក់ពីអត្តសញ្ញាណរបស់យើងអញ្ចឹងណាប្រទេសខ្លះទៀតអត់ទេគេលក់សបុតហ្នឹងទៅហើយការលក់សបុតហ្នឹងឯងគឺ visa ហ្នឹងឬក៏ទិដ្ឋាការហ្នឹងអាហ្នឹងជាការយល់របស់ខ្ញុំថានឹងមានន័យថាម៉េច She applied for her visa several weeks before her vacation នាងបានដាក់ពាក្យសុំទិដ្ឋាការរបស់នាងប្រហែលសប្តាហ៍មុនពេលដែលនាងចេញទៅវិស្សមការអូខេចឹងពាក្យ visa មានន័យថាទិដ្ឋាការណាបងប្អូនសាកយកពាក្យនោះមកបង្កើតជាប្រយោគហើយ comment ក្នុងវីដេអូនេះមកពាក្យភាសាអង់គ្លេសរបស់យើងនៅទីនេះគឺជាពាក្យ customs
ពាក្យនឹងមានពីរសំឡេងណា cus ហើយ customs ពាក្យនឹងគឺជា noun We had to go through customs after collecting our luggage ពួកយើងចាំបាច់ត្រូវទៅឆ្លងកាត់ customs ក្រោយពេលដែលយើងប្រមូលអេវ៉ាន់ឬក៏វ៉ាលីរបស់យើងហើយចឹងយើងធ្វើដំណើរឧទាហរណ៍តាមរយៈយន្តហោះចឹងទៅយើងចុះពីលើយន្តហោះមកយើងបំពេញឯកសារឬក៏យើងឲ្យគេឆែកត្រួតពិនិត្យឯកសាររបស់យើងគ្រប់គ្រាន់អស់យើងទៅប្រមូលវ៉ាលីអីរបស់យើងដែលវិលអញ្ចឹងណាបន្ទាប់មកមុនពេលដែលយើងអាចចេញផុតពីអាកាសយានដ្ឋានហ្នឹងយើងត្រូវដើរឆ្លងកាត់ customs បងប្អូនប៉ុណ្ណឹងអាចយល់តាមមានន័យតែម៉េចហើយ custom ហ្នឹងគឺជាកន្លែងគយអញ្ចឹងមន្ត្រីគយគេឆែកមើលថាតើយើងមានយោចូលអ្វីវ៉ាន់ណាដែលត្រូវបង់ពន្ធបង់អីចឹងណាឬក៏ខុសច្បាប់អីចឹងទៅឬក៏ត្រូវពិន័យអីចឹងទៅចឹងកន្លែងហ្នឹងឯងគេហៅថា customs The customs officer asked if we were carrying any food or expensive items គេថាមន្ត្រីគយគាត់បានសួរថាតើយើងមានយកមកនៅជាមួយនឹងចំណីអាហារឬក៏អ្វីវ៉ាន់ណាដែលមានតម្លៃថ្លៃអត់ចុងពាក្យរបស់យើងគឺ customs ចង់ដឹងដល់បងប្អូនមើលប៉ុណ្្នឹងហើយអាចចេះអត់បងប្អូនសាកយកពាក្យហ្នឹងបង្កើតជាប្រយោគមួយមក comment ក្រុមវីដេអូនេះមក